លោកស្រីអ្នកនាងកញ្ញាឥឡូវរដូវកាលបៃតងបានចូលមកដល់ហើយលោកអ្នកដែលត្រៀមខ្លួនចេញសត្វថ្មជីវិតលើកដំបូងកុំទាន់ជ្រួលជ្រើមសូមរក្សាអរិយាប័ត្រនិងណាត់គ្នាជាមួយមិត្តភ័ក្តិឲ្យបានរួចរាល់លោកអ្នកត្រូវប្រកាសចិត្តថាការដាក់ច្បាប់ថ្ងៃឈប់សម្រាករបស់លោកអ្នកត្រូវបានអនុម័តរួចរាល់មុនថ្ងៃចេញធ្វើដំណើរយើងខ្ញុំមានសេចក្តីសោមនស្សយ៉ាងក្រៃលែងដែលលោកអ្នកដែលចិត្តនាំខ្លួនឯងមកសាកថ្មជីវិតបានគេហើយសង្ឃឹមថាថ្មថ្មីរបស់លោកអ្នកនឹងកាន់បានយូរជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំនឹងនាំបងប្អូនទៅកាន់ទឹកធ្លាក់ពីរកន្លែងដែលនៅជិតទឹកធ្លាក់ជ្រាវហើយទឹកធ្លាក់ទី1នោះមានឈ្មោះថាទឹកធ្លាក់ចំការមានបងប្អូនធ្វើដំណើរមកដល់កន្លែងកឹបសវត្តម៉ូតូបងប្អូនមើលទៅខាងមុខនៅខាងឆ្វេងដៃបងប្អូននឹងឃើញផ្លាកទឹកធ្លាក់ចំការមានផ្លូវចូលទៅកាន់ទឹកធ្លាក់ចំការមានគឺមិនឆ្ងាយប៉ុន្មានទេប្រហែលជា10នាទីបើសិនជាបងប្អូនបើកម៉ូតូហើយផ្លូវក៏មិនសូវពិបាកធ្វើដំណើរដែរនៅទីនោះបងប្អូនអាចបោះតង់នៅមាត់ទឹកបងប្អូនអាចបោះតង់នៅលើកញ្ចុះបានដូចគ្នាបន្ទាប់ពីមើលទេសភាពនៅទឹកធ្លាក់ចំការមានបានមួយសន្ទុះខ្ញុំក៏ធ្វើដំណើរឡើងទៅលើភ្នំជ្រាវផ្លូវភ្នំជ្រាវឥឡូវគឺគេធ្វើស្អាតខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាហើយនេះគឺជាកន្លែងចតម៉ូតូក៏មានការអាប់ដេតខ្លាំងផងដែរគឺមានហាងកាហ្វេមួយនៅលើទួលហើយយើងអាចអង្គុយមើលទេសភាពហើយថតរូបលេងជាមួយនឹងទេសភាពដ៏ស្អាតនៅភ្នំជ្រាវហាងកាហ្វេរបស់គាត់ឈ្មោះថាកាហ្វេលើភ្នំជ្រាវហើយរសជាតិកាហ្វេគឺឆ្ងាញ់អាចទទួលយកបានបងប្អូនអាចអង្គុយអាចសម្រាកពីព្រោះគាត់រៀបចំបានល្អខ្លាំងមែនទែននៅលើភ្នំជ្រាវនោះសម្រាប់បានមួយផ្លែតខ្ញុំក៏ឡើងមកលើមើលឃើញថាផ្លូវនៅលើភ្នំជ្រាវពិតជាស្អាតហើយខ្ញុំក៏បានទិញម្ហូបខ្លះដើម្បីយកទៅទុកញ៉ាំនៅពេលយប់បងប្អូនទៅលេងជ្រាវកុំភ្លេចចូលទិញកន្លែងលោកយាយដែលខ្ញុំបានដាក់ឲ្យមើលហ្នឹងហើយខ្ញុំមិនសម្រាប់នៅទឹកធ្លាក់ចំការក្រូចទេប៉ុន្តែខ្ញុំនឹងទៅគេងបោះតង់នៅទឹកធ្លាក់មួយកន្លែងគឺមានឈ្មោះថាទឹកធ្លាក់ដោយបងប្អូនបានឃើញផ្លាកសញ្ញានៅខាងលើហើយគឺមានឈ្មោះថាទឹកធ្លាក់អូតង់ដែលខ្ញុំត្រូវបោះតង់គេងម្នាក់ឯងនៅយប់នេះតាមផ្លូវទៅទឹកធ្លាក់អូតង់គឺមិនសូវស្រួលប៉ុន្មានទេសម្រាប់ម៉ូតូអូតូដូចខ្ញុំគឺពិបាកគួរសមដែរពីផ្លាកនេះជិះមកខាងលើគឺមានចម្ងាយ800ម៉ែត្រហើយយើងនឹងមកដល់កន្លែងដែលត្រូវបោះតង់គេងនៅយប់នេះបន្ទាប់ពីថតរូបលេងបន្តិចខ្ញុំក៏ធ្វើដំណើរឡើងមកលើអត់ចាំយូរទេគឺធ្វើដំណើរទៅកាន់ទឹកធ្លាក់អូតង់តែម្ដងបងប្អូនចូលតាមស្លាកផ្លាកសញ្ញានេះហើយឆ្លងអូបន្តិចដើរកាត់ព្រៃដើរកាត់ចំការចេកដើរកាត់ដើមឈើតូចៗដែលមានព្រៃព័ទ្ធជុំវិញហើយក៏មានដើមឫស្សីនៅជុំវិញផ្លូវដែលយើងត្រូវធ្វើដំណើរនឹងដែរហើយក៏ចុះក្រោមបន្តិចគឺមានចេកព្រៃដ៏ច្រើនមែនទែនក៏មកដល់ទឹកធ្លាក់តូចមួយដែលនៅជិតទឹកធ្លាក់អូតង់ហើយបងប្អូនធ្វើដំណើរប្រហែលជា10នាទីនឹងទៅដល់ទឹកធ្លាក់អូតង់តែម្ដងដោយបងប្អូនបានឃើញវីដេអូមុនអញ្ចឹងគឺខ្ញុំអត់ចាំយូរទេគ្រាន់តែមកដល់ភ្លាមរៀបចំដើម្បីនឹងងូតទឹកជាងភាសាតែដើរមកក្តៅដែរម៉ោង2ថ្ងៃត្រង់អញ្ចឹងចុះងូតទឹកហើយលេងស្រស់ស្រាយខ្លាំងមែនទែនហ
ហើយទឹកត្រជាក់ខ្លាំងមែនទែនបងប្អូនហ្នឹងហើយបងប្អូនទាំងអស់គ្នាបន្ទាប់ពីខ្ញុំងូតទឹកហើយនៅទឹកធ្លាក់អូតង់ដែលខ្ញុំបានដាក់ឲ្យមើលមិញហ្នឹងឥឡូវនេះខ្ញុំដើរទៅក្រោមវិញនេះជាកន្លែងមួយដែលស្អាតហើយមានទឹកលេងយ៉ាងត្រជាក់អញ្ចឹងបងប្អូនមានពេលមកទឹកធ្លាក់អូតង់អត់ខកបំណងទេគឺនៅនេះគឺជាអាងហែទឹកធម្មជាតិមានទឹកធ្លាក់ហើយមានកន្លែងហែទឹកលេងទៀតគឺដូចជាអាងទឹកមួយអញ្ចឹងពិតជាស្អាតមែនតើហើយទឹកឡើងត្រជាក់ហ្មងទឹកត្រជាក់ទឹកធ្លាក់មកមានថតរូបក៏ស្អាតមែនតើយើងទៅម្នាក់ឯងយើងមកម្នាក់ឯងនៅក្នុងព្រៃភ្នំចឹងនៅតាមផ្លូវទៅទឹកធ្លាក់អូតង់ហ្នឹងបងប្អូនទាំងគ្នាគឺផ្លូវតូចប៉ុន្តែអត់សូវពិបាកដើរប៉ុន្មានទេស្រួលដើរដែរវាមិនស្រួលហ្មងទេមកល្មមអាចដើរបានហើយក៏អត់ឆ្ងាយហ្មងដែរប្រហែលជា5នាទី10នាទីចុះបាទ10នាទីយើងដើរដល់កន្លែងទឹកធ្លាក់ដែលត្រូវលេងសកម្មភាពយប់ឡើងគឺអត់បានថតច្រើនទេដោយសារតែទូរស័ព្ទអស់ថ្មហើយព្រឹកឡើងក៏អត់បានថតដែរអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តហើយចំណាយពេលមកលេងនៅទីនេះអរគុណច្រើន